អ្វីបានជាប្រើប្រាស់ថ្នាំជួយសម្រួលជាតិអាស៊ីតនៅតែអត់បានផលហើយនៅតែបន្តមានការធ្វើទុកឡើងមកវិញអញ្ចឹងជម្រាបសួរបងប្អូនអរគ្នាខ្ញុំឆេងហួរថ្ងៃនេះគឺនឹងខ្ញុំមកចែករំលែកអំពីចារបៀបក្នុងការថែទាំសុខភាពនិងសម្រាប់បងប្អូនដែលគាត់កំពុងតែប្រើប្រាស់ថ្នាំជួយសម្រួលទៅលើជាតិអាស៊ីតហើយអត់បានផលចាអញ្ចឹងបងប្អូនត្រូវដឹងថានៅពេលណាដែលបងប្អូនឡើងជាតិអាស៊ីតមួយគឺងាយក្នុងការឲ្យបងប្អូនកើតមានបញ្ហាជាច្រើននៅពេលដែលបងប្អូនទុកយូរឬក៏បងប្អូនមិនបានចាដោះស្រាយបញ្ហាមួយហ្នឹងឲ្យបានត្រឹមត្រូវមិនថាបរិសុទ្ធឬក៏ស្ត្រីអញ្ចឹងបងប្អូននៅពេលដែលបងប្អូនលើសជាតិអាស៊ីតបងប្អូនត្រូវដឹងអាហារមួយចំនួនបងប្អូនត្រូវតមចាជាប្រភេទសាច់ជាប្រភេទចាបន្លែចាផ្លែឈើមួយចំនួនគឺបងប្អូនត្រូវតមបើសិនជាបងប្អូនអត់តមបងប្អូនពឹងផ្អែកទៅលើថ្នាំទាំងស្រុងអាំងថាខ្លួនឯងញ៉ាំថ្នាំហើយអ្វីក៏ញ៉ាំចូលនៅក្នុងរាងកាយនោះបងប្អូនញ៉ាំថ្នាំទៅមិនងាយក្នុងការបានផលទេបងប្អូនចាអញ្ចឹងនៅពេលណាដែលយើងដឹងថាយើងចុះឈាមយើងដឹងថាចាយើងមានបញ្ហាលើជាតិអាស៊ីតយើងទទួលថ្នាំចាំមកដោះស្រាយសុខភាពហើយសូមបងប្អូនតមអាហារទាំងអស់នេះដើម្បីឲ្យបងប្អូនប្រើប្រាស់ថ្នាំទៅគឺទទួលបានផលលឿនចាទី1គឺសាច់គោចាមានបងប្អូនមួយចំនួនក៏គាត់បានដឹងបងប្អូនមួយចំនួនក៏គាត់អត់បានដឹងដែរអញ្ចឹងគឺគាត់នៅតែបន្តញ៉ាំចាអញ្ចឹងនៅតែបន្តឲ្យគាត់ឈឺចាប់ចានៅតែបន្តឲ្យគាត់លើសអាស៊ីតដដែលចាទី2គឺទៅលើគ្រឿងក្នុងសាច់បងប្អូនចាកាលណាដែលបងប្អូននៅតែបន្តចាអត់ញ៉ាំសាច់គោតែញ៉ាំគ្រឿងក្នុងសាច់អាហ្នឹងក៏ធ្វើឲ្យបងប្អូនងាយក្នុងការចាចុះទៅលើជាតិអាស៊ីតនឹងផងដែរទី3ទៅលើគ្រឿងសមុទ្រចាអញ្ចឹងនៅពេលណាដែលបងប្អូនអត់ញ៉ាំសាច់គោអត់ញ៉ាំគ្រឿងក្នុងសាច់តែបងប្អូនទៅញ៉ាំគ្រឿងសមុទ្រអាហ្នឹងក៏ជាបញ្ហាដែរបងប្អូនជួយជំរុញចាឲ្យអាស៊ីតហ្នឹងគឺកើនឡើងខ្លាំងមែនទែនទី4ទៅលើស្រាបងប្អូនខ្លះគឺគាត់ថាសាច់គោអត់ញ៉ាំគ្រឿងក្នុងសាច់ក៏អត់ញ៉ាំចាគ្រឿងសមុទ្រក៏អត់ញ៉ាំតែគាត់ទៅញ៉ាំស្រាចាអាហ្នឹងក៏មានបញ្ហាដែរបងប្អូនគួរតែដឹងចាអញ្ចឹងបងប្អូនត្រូវដឹងហើយត្រូវតមទៅលើចំណីអាហារទាំងអស់ហ្នឹងចាហើយមិនត្រឹមតែតមប៉ុណ្្នឹងទេបងប្អូនសូម្បីតែទឹកឃ្មុំសូម្បីតែទឹកត្នោតជូរឬក៏ទឹកត្នោតផ្អែមចាអាហ្នឹងក៏ធ្វើឲ្យបងប្អូនចាមានបញ្ហាចាកើនជាតិអាស៊ីតខ្លាំងដែរនៅពេលដែលយើងកំពុងតែលើសចាដូច្នេះបងប្អូនគួរតែតមទៅលើចំណីអាហារទាំងអស់ហ្នឹងហើយបងប្អូនព្យាយាមញ៉ាំទឹកឲ្យបានច្រើនញ៉ាំពេលថ្ងៃមួយថ្ងៃចាអាច2លីត្រទៅ2លីត្រកន្លះអាស្រ័យទៅលើទម្ងន់ចារបស់បងប្អូននីមួយៗចាបរិសុទ្ធឬក៏ស្ត្រីបងប្អូនអាចញ៉ាំទឹកចាឲ្យបានច្រើននៅពេលថ្ងៃអញ្ចឹងបើសិនជាបងប្អូនញ៉ាំទឹកមួយថ្ងៃចន្លោះពេល2លីត្រទៅ2លីត្រកន្លះហើយបងប្អូនតមទៅលើចំណីអាហារហ្នឹងហើយបងប្អូនប្រើប្រាស់ថ្នាំជួយសម្រួលជាតិអាស៊ីតទៀតបងប្អូននឹងទទួលបានផលលឿនខ្លាំងមែនទែនបើសិនជាបងប្អូនមានសំណួរមានចង់ណាមួយគឺអាច comment សួរនៅខាងក្រោមវីដេអូនឹងបានហើយបងប្អូនកុំភ្លេចជួយ like និងជួយ share ចាវីដេអូរបស់ខ្ញុំម្នាក់មួយផងអរគុណជួបគ្នានៅក្នុងវីដេអូក្រោយ